បាទសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរៀនភាសាអង់គ្លេសសម្រាប់English Grade 11សម្រាប់ភាសាអង់គ្លេសថ្នាក់ទី11ណាយើងមើល Unit 1បាទយើងចាប់ផ្ដើមជាមួយនឹង Unit 1ហើយ Unit 1យើងថា Meeting New Friends បាទនេះគេដាក់ថា Meeting New Friends ណាការជួបជុំមិត្តភ័ក្តិថ្មីណាមិត្តភ័ក្តិថ្មីហើយ lesson 1A យើងមើល number 1នេះគេដាក់ថា do you remember who they are បាទ do you remember who they are បាទតើអ្នកចងចាំពួកគេគឺជានរណានេះរូបនេះចង់សួររូបហ្នឹងណាជានរណា what can you remember about them បាទ what can you remember about them remember ចាំចងចាំណាតើអ្នកអាចចាំអ្វីខ្លះអំពីពួកគេបាទ talk to your partners បាទ talk to your partner ហ្នឹងដៃគូនិយាយឬក៏ជជែកជាមួយនឹងដៃគូរបស់អ្នកអញ្ចឹងយើងអាចសួរគ្នាយើងមើលបាទនៅអ្នករៀនយើងអង្គុយជាមួយគ្នាឬក៏មុខក្រោយយើងសួរគ្នាយើងតើពួកគាត់ជានរណាណាអញ្ចឹងដើម្បីដឹងថាពួកគាត់ជានរណាយើងមានការស្ដាប់ណាយើងស្ដាប់នៅសំឡេងបាទយើងរៀនស្ដាប់មើលយើងអាចដឹងថាពួកគាត់ជានរណាអញ្ចឹងយើងត្រូវស្ដាប់ណាប្រងពាបមានប៊ិចឬក៏អីយើងសរសេរ note មកសម្រាប់2នាក់នេះហើយនិង2នាក់នេះបាទនៅពេលយើងស្ដាប់ទៅយើងដឹងថាគាត់ជានរណាអញ្ចឹងគេហៅថា listen បាទចូលស្ដាប់ who is talking តើនរណាកំពុងនិយាយណានរណាកំពុងនិយាយ write their names in your notebook បាទសរសេរឈ្មោះរបស់ពួកគេចូលទៅក្នុងសៀវភៅរបស់ហ្នឹងគ្រូ play ឲ្យ2ដងហើយអញ្ចឹងគួរតែពេញបានហើយនឹងអញ្ចឹងណាឥឡូវយើង check the answer ជាមួយគ្នាមើលបាទកន្លែងដំបូងគេនេះអីគេឈ្មោះគាត់អី Tim មិនអញ្ចឹងឯងមិញណាបាទ Tim បាទកន្លែងនេះ Tim បាទទាំងអស់គ្នាពេញបានអីមិញដឹងហើយគាត់អាយុប្រហែលបាទដាក់មើលអាយុគាត់ប្រហែលអាយុគាត់16ឆ្នាំណាបាទគាត់អាយុ16ឆ្នាំតមទៀតគាត់រស់នៅណាគាត់រស់នៅបាទសៀមរាបណាបាទសៀមរាបគេអាចសេកាត់ SR មកក៏បានដែរបើអត់ចេះណាបាទសៀមរាបគាត់នៅសៀមរាបតមទៀត good at បាទគាត់ good at អីគេបើ good at អីគេបាទ playing football ណាបាទ playing football បាទគាត់ good at playing football តមទៀត not good at បាទគាត់ not good at អីគេបាទ playing chess បាទ playing chess បាទតមទៀត like គាត់ like អីគេlikes hamburger ណាបាទ hamburgers dislike បាទគាត់អត់ចូលចិត្តអីគេព្រោះគាត់ចូលចិត្ត hamburger ហើយអត់ចូលចិត្តអីគេអត់ចូលចិត្ត vegetable ណា vegetable បាទ vegetable
គាត់ចូលចិត្ត hamburger តែគាត់អត់ចូលចិត្ត vegetable ឯគេបន្លែណាគាត់អត់ចូលចិត្តបន្លែទេនេះយើងចប់ខាង team ហើយឥឡូវយើងចូល Chani ម្ដងណាអញ្ចឹងឈ្មោះរបស់គាត់ដឹងហើយដំបូងមិញគឺ Chani ណាបាទ Chani age គាត់អាយុប្រហែល Chani អាយុប្រហែលបាទ10បាទ18ឆ្នាំណាបាទគាត់អាយុ18ឆ្នាំតទៀត lives in គាត់ live in ណារស់នៅណាបាទសៀមរាបដូចគ្នាណាបាទសៀមរាបរស់នៅសៀមរាបដូចគ្នាដូចនឹង team ដែរតទៀត good at គាត់ good at អីគេគាត់ good at playing អី chess បាទ good at playing chess ហើយ not good at not good at not good at អីគេបាទគឺ physics ហ្នឹងមុខវិជ្ជារូបវិទ្យាណាបាទ physics នៅពីទៀត likes and dislike គាត់ចូលចិត្តអីគេគាត់ចូលចិត្តបាទ math ចូលចិត្តគណិតវិទ្យាណាគាត់ចូលចិត្តគណិតវិទ្យាហើយគាត់ចូលចិត្តទៅណាទៅសាលាអញ្ចឹងទៅណាបាទ school ចូលចិត្ត going out for walk អញ្ចឹងទៅណាបាទយើង listening មិញណាបាទហើយមួយទៀតគាត់អត់ចូលចិត្តអីគេអត់ចូលចិត្ត doing homework ណាបាទអត់ចូលចិត្តធ្វើការគឺកិច្ចការផ្ទះទេកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះតមកទី3បាទចំណុចទី3 read now read about Kosal and Lin បាទ Kosal ឈ្មោះគេ Lin នេះក៏ឈ្មោះគេដែរណាបាទ read about Kosal and Lin បាទឥឡូវនេះចូលអានអំពី Kosal ហើយនិង Lin answer the questions ហើយចូលឆ្លើយនៅសំណួរក្រោមនេះណាឥឡូវគេឲ្យយើងអានសិនតោះឥឡូវចាប់ដើមអាននេះអំពីកុសលបាទនេះខ្ញុំអានឲ្យស្ដាប់សិនណាតោះយើងអានហើយមើលតាមអស់គ្នាមកអានយឺតណាHi I'm Kosal my favorite subject is math but honestly I enjoy studying all subjects I like being in school. I also like playing football, but my friend Tim is much better than me. I play chess with my sister whenever we are free. I like cooking too. I often have my mom cook our dinner. Sometimes I prepare breakfast for the entire family. អញ្ចឹងយើងមើលអត្ថន័យសិនបាទឥឡូវអានហើយមើលអត្ថន័យណាមានន័យថាម៉េចថា Hi I'm Kosal បាទខ្ញុំ
បាទសួស្តីខ្ញុំឈ្មោះកុសល My favorite subject បាទ favorite នេះចូលចិត្តគួរចូលចិត្តហើយ subject នេះមុខវិជ្ជាសិក្សាបាទអញ្ចឹងមុខវិជ្ជាគួរចូលចិត្តរបស់ខ្ញុំគឺបាទ is គឺ math អីគេ math ហ្នឹងអីគេគណិតវិទ្យាអញ្ចឹងមុខវិជ្ជាគួរចូលចិត្តរបស់ខ្ញុំគឺមុខវិជ្ជាគណិតវិទ្យា but honestly ហ្នឹងយ៉ាងស្មោះត្រង់ណាយ៉ាងស្មោះត្រង់ I enjoy studying all subjects បាទខ្ញុំចូលចិត្តសិក្សាបាទរីករាយឬក៏ចូលចិត្តសិក្សាគ្រប់មុខវិជ្ជាណាបាទ I like being in school បាទខ្ញុំចូលចិត្តទៅរៀន I also like playing football បាទខ្ញុំក៏ចូលចិត្តលេងបាល់ទាត់ផងដែរណា but my friend's team is much better than me ប៉ុន្តែមិត្តរបស់ខ្ញុំ team ហ្នឹងគាត់គឺល្អជាងខ្ញុំណាបាទមានថាគាត់លេងបានច្រើនជាងណា I play chess with my sister whenever we are free ខ្ញុំលេងអុកបាទ chess ហ្នឹងអុកបាទលេងអុកជាមួយនឹងបងស្រីរបស់ខ្ញុំនៅពេលដែលយើងទំនេរណាទៀត I like cooking too បាទខ្ញុំចូលចិត្តចម្អិនអាហារផងដែរណា I often help my mom cook our dinner បាទជាញឹកញយខ្ញុំជួយម្ដាយរបស់ខ្ញុំចម្អិនអាហារពេលអី dinner អាហារពេលល្ងាចរបស់ពួកយើងណា Sometimes I prepare breakfast for the entire family ណាជួនកាលខ្ញុំរៀបចំអាហារពេលព្រឹកសម្រាប់គ្រួសារទាំងមូលណា entire family បាទឥឡូវយើងចប់កុសលហើយយើងមកមើលអំពី Lin វិញណា Lin បាទ Lin គេថា Hello my name is Lin បាទសួស្តីឈ្មោះរបស់ខ្ញុំគឺ Lin ឈ្មោះរបស់ខ្ញុំគឺ Lin បាទ I like going for a walk with my mom and dad ខ្ញុំចូលចិត្តទៅដើរលេងខាងក្រៅជាមួយនឹងម៉ាក់ប៉ារបស់ខ្ញុំណា My favorite food បាទអីគេ food អាហារ favorite គួរចូលចិត្តអាហារគួរចូលចិត្តរបស់ខ្ញុំគឺ grilled squid បាទនេះយើងអានថា grilled squid ណា grilled squid មានថាអាំងមឹកអាំងណាបាទចូលចិត្តគាត់ចូលចិត្តមឹកអាំង I love having it especially when we have a picnic or go swimming ណាខ្ញុំចូលចិត្តញ៉ាំវាជាពិសេសនៅពេលដែលយើងទៅពិកនិចឬក៏ទៅហែលទឹកណា I like history បាទខ្ញុំចូលចិត្តប្រវត្តិវិទ្យា history ប្រវត្តិវិទ្យាឬក៏ប្រវត្តិសាស្ត្រណា I enjoy learning about great people បាទខ្ញុំនិយាយនឹងរៀនអំពីចូលចិត្តរៀនសិក្សាឬក៏រៀនអំពីមនុស្សអស្ចារ្យបាទមនុស្សដែលអស្ចារ្យ and past events ហើយព្រឹត្តិការណ៍ពីអតីតកាលព្រឹត្តិការណ៍ហេតុការណ៍ណា events ហ្នឹងព្រឹត្តិការណ៍ហេតុការណ៍ I like football and basketball but I can't play either ខ្ញុំចូលចិត្តលេងអីចូលចិត្តលេងបាល់ទាត់ហើយនឹងបាល់បោះប៉ុន្តែថាប៉ុន្តែខ្ញុំមិនអាចលេងបានទាំងពីរហ្នឹងណាបាទឥឡូវយើងយល់ហើយពីអត្ថបទទាំងពីរហ្នឹងអាចសាកល្បងឆ្លើយនៅសំណួរបាទយើងមើលសំណួរមាន 5 អានេះ example ណា What is Kosal favorite subject អញ្ចឹងយើងដឹងហើយ Kosal favorite subject is math បាទនេះ math ថា my favorite subject is math អញ្ចឹងណាមកតទៀត Who is better at playing football Kosal or Tim បាទគេសួរតើនរណាដែលលេងបាល់ទាត់បានល្អជាងគេកុសលឬក៏ Tim បាទចង់សួរតែអញ្ចឹងណាអញ្ចឹងយើងអាចឆ្លើយបានណាបាទគឺបាទអ្នកណាលេងបានល្អជាងគេគឺបាទគឺ Tim ណាបាទ Tim លេងបានល្អជាងគេណាតមកទៀត Does Kosal likes cooking បាទតើកុសលគាត់ចូលចិត្តចម្អិនអាហារទេចូលចិត្តអត់បាទបើចូលចិត្តយើងអាចឆ្លើយមក yes he does បើ no he doesn't ណាយើងមើលចូលចិត្តអត់
cái xua của sò mình chẳng đấy mà những bữa sầm nú xua pí của sò nè xua pí của sò những mưa mau ăn bọt bọt của sò máu có chơi chất cooking ở đấy mưa nào lạnh cooking nè nè I like cooking too bạn chắc mình nên tha có chơi chất bạn chắc những ai sẽ những ai sẽ chùm lòi máu đã thá yes và yes có xó chỉ pro nhé đã he does bạn đừng máu yes he does chúng ta này tóm tiết number 3 what is Kosal favorite subject ta một vị trí của chơi chất ở bậc Kosal cứ vậy một chi ấy có chơi chất một chi ấy trên kia mơ mình nè Kosal my favorite subject is math easy số lòi này và những đã chùm lòi máu chùm lòi bậc cốt cứ math đấy và bắt đầu một tiết number 4 what is Lynn's favorite food xua pi Lynn mà đòn như bơ mọt khăn Lynn đi hay xua ấy cái tá ha này cua cho chất là bò Lynn nó cứ vậy mà mơ favorite food nè my favorite food is grilled squid nhé nhưng ai sẽ xe pin của bán nhưng xe cắt clay mất của bạn này đây thì nè và bờ xe pin nhưng xe thà Lynn's favorite food is is ấy grilled squid đấy và lấy nhầm đã cắt đấy nè và đã cắt đấy mà đã cứ grill squid đấy grill squid mặc ảng đấy number 5 who likes history là cái cho chất history cứ Lynn mình dân đấy mà ta bọt Lynn có cho chất history những như đã chùm lại máu cứ Lynn những anh sẽ tha Lynn likes history sẽ pin nhé và Lynn like history Rico dân sẽ ban tha Lynn tập bản năng dân mắt của bạn này mà dòng lào vậy sẽ tập bản năng mắt của bạn này vì những xe mũi nát của bạn này từ được nè và những cho lệnh bấy này bấy những châu lệnh buồn và lệnh 4 cái số tha và những mơ lệnh 4 put the word in the right column và put the word in the right column đấy cái trang này tập tiền thải đặc biệt nữa ạ được nóng cả lão mà bàn tầm trời nó right column nó cả lão bàn tầm trời cả lão này miền subjects miền leisure activities miền daily activities and sports này và cả lão mùi nừng trong này subject nhưng miền class này leisure activities miền class daily activity miền bị class do một bình màu đấy này sport này biệt này chứ những ai xài bòn mơ nhưng miền bị read a book and suppose basketball và ball take a shower nó mùi tập mà mùi tập swimming cái swimming hà tập đấy geography và geography hùng chia hùng xa go to school mà go to school mà tới là đấy badminton nó gọi là về badminton là vì sấy science mà science vì chia xa tennis gọi là tennis math và math cái này chia do homework thôi cái cặp tia go for walk để đà lên này go for walk để đà lên nhé
play computer games បាទលេង game កុំព្យូទ័រឥឡូវយើងយល់អត្ថន័យអាចយើងបំពេញអានេះ subject នេះមុខវិជ្ជាណាមុខវិជ្ជាសិក្សា leisure activity បាទ leisure activity គឺសកម្មភាពពេលទំនេរកម្មភាពយើងពេលទំនេរយើងហាយកាយហាយអារម្មណ៍អីយើងធ្វើអីខ្លះ daily activities បាទសកម្មភាពរាល់ថ្ងៃប្រចាំថ្ងៃសកម្មភាពជាប្រចាំថ្ងៃយើងធ្វើអីណា sports ហ្នឹងនិយាយពីកីឡាណាបាទឥឡូវយើងផ្ដល់ឲ្យ1នាទីបំពេញមកណាបើអត់ទេអាច2 3នាទីទៅតាបំពេញហ្នឹងតិចទៀតយើងឆែកចម្លើយរបស់គ្នាណាបាទបន្ទាប់ពីយើងសាកបងធ្វើហើយបំពេញហើយអញ្ចឹងឥឡូវយើងឆែកចម្លើយទាំងអស់គ្នាណាយើងមើល subject មានពាក្យខ្លះណាចាំសេវចូលមកគួរអត់បានទៅសេចូលទេកុំឲ្យខាតពេលវេលាណាយើងសេចូលអស់ខ្លួនឯងមកណាយើងគ្រូហៅឲ្យណាsubject យើងមានអីខ្លះដូចជាgeography នេះ geography ណា subject យើងមាន geography មានអីទៀតមាន math នេះ math បាទគណិតវិទ្យាមានអីទៀតយើងមើលមានទៀតបាទ science នេះ science ណា science បាទ science បាន3ហើយណាបាទ science យើងមានបាន4បន្លោះយើងនៅខ្វះអីទៀតមើលមានណា read a book basketball take a shower swimming geography ហើយ school badminton science tennis បាទយើងមានតែ3ណាមានតែ3ពាក្យហ្នឹងទេសល់មួយណាសល់បន្លោះហ្នឹងទៅហើយយើងចូល leisure activity មានអីខ្លះបាទយើងមើលបាទយើងមាន swimming បាទ swimming ហើយបាទយើងមាន go for a walk បាទនេះ go for a walk play computer games ណាមាន3ហ្នឹងដាក់ចូលមកគ្រប់ម៉ោងណា3បន្លោះdaily activity សកម្មភាពប្រចាំថ្ងៃមានខ្លះសកម្មភាពប្រចាំថ្ងៃអានេះ read a book គេឧទាហរណ៍ហើយណាហើយគូកុំឲ្យច្រឡំសកម្មភាពប្រចាំថ្ងៃមើល take a shower មួយទឹកបាទយើងមួយទឹករាល់ថ្ងៃ go to school ប្រចាំថ្ងៃដែរទៅសាលា do homework បាទ do homework គ្រូដាក់ឲ្យធ្វើរាល់ថ្ងៃអញ្ចឹងទៅណាបាទតទៀតយើងនៅសល់ប្រហែលយកពេញមកណាបាទយើងមាន1 2 3 4 daily activity ហើយ sport នៅ sport ប្រភេទកីឡាមានអីគេមានកីឡាបាល់បោះ basketball badminton tennis បាទ3បាទ1បាទ swimming ក៏អាចជាកីឡាបានដែរ swimming ណាយើងអាចដាក់ចូលបានណាបាទ swimming បាន4ណានេះយើងពេញហើយយើងចូលទៅចំណុចបន្ទាប់ទៀតnumber 5 walk around the class find someone who ណា walk around the class find someone who គេឲ្យដើរជុំវិញថ្នាក់ហើយសួរថាតើនរណាណាអញ្ចឹងនេះមានឧទាហរណ៍នេះមាន is good at playing football likes
fried fish ត្រីចៀន fried fish for breakfast ចូលចិត្តញ៉ាំត្រីចៀនសម្រាប់អាហារពេលព្រឹក doesn't like biscuit អត់ចូលចិត្តនំ biscuit ទេ is not good at playing computer games បាទមិនចេះលេងមិនលេងបានល្អទេ game computer has a grandma who has got curly hair បាទមានយាយឬក៏ម៉ាអញ្ចឹងទៅដែលមានសក់curly រួញសក់រួញ doesn't like swimming អត់ចូលចិត្តបាទមិនចូលចិត្តហែលទឹកទៅយើងសួរសំណួរបែបនេះថា Are you good at playing football បាទបើគាត់ឆ្លើយថា No I'm not អញ្ចឹងយើងដាក់ឈ្មោះគាត់នេះបាទគាត់ឈ្មោះកុសលដាក់កុសល is not good នេះ is not good ណាបើគាត់យើងសួរ good អត់ទេគាត់ថាអត់ good ផងអត់ good នេះis not good at playing អញ្ចឹងទៅណាហើយក៏យើងសួរគាត់ទៅបើគាត់អត់ good ទេម្លងមកតបសំណួរតបទៀតមកណាបាទអញ្ចឹងយើងហ្នឹងប៉ុណ្ណឹងឥឡូវនេះយើងមកដល់បន្តទៀត Number 6 គេថា A complete the sentences about you បាទចូលបំពេញប្រយោគទាំងឡាយនេះអំពីអ្នក Example My favorite food is rice and pork បាទអាហារគួរចូលចិត្តរបស់ខ្ញុំហ្នឹងគឺបាយហើយនឹងសាច់ណាបាទអញ្ចឹងតនេះគេឲ្យបំពេញមាន to I'm good at បាទគេដាក់ gap មក sports ភេទ sport អត់ good ពីអីភេទកីឡា I'm not good at អញ្ចឹងទៅណា I like ភេទ leisure activity កម្មភាពពេលទំនេរ I don't like បាទភេទ leisure activity ដែរ My mom everyday daily activities ដែលត្រូវបំពេញទៅហ្នឹងណាបាទជាងកន្លែងហ្នឹងយើងអាចបំពេញខ្លួនឯងមកណាបាទខ្ញុំអាចអីគេបានល្អដូចលេងប្រភេទកីឡាមិញមានអីខ្លះ sport របស់យើងមិញនោះយើងមានដូចជា swimming basketball football បើយើង good យើងដាក់មកអញ្ចឹងទៅណាហើយ I'm not good អី good at playing អីដូចជា playing football អត់ទេ playing chess ឬក៏ playing អីដាក់មកណាបាទហើយ number 4 I like បាទ like អីគេ leisure activity យកពីតារាងខាងលើយកមកដាក់មកជ្រើសរើសយកមកបញ្ចូលនឹងមកណាបាទយើងដែលយើងពេញនៅក្នុង column លើប្រមាណមិញហ្នឹងណាបាទយើងចូលផ្នែក B បាទ B តា rearrange the words to make questions បាទចូលរៀបជាឲ្យរៀបពាក្យហ្នឹងណាបង្កើតទៅជាសំណួរនេះឧទាហរណ៍ចេះណាគេឲ្យពាក្យ food ពាក្យ what is favorite your main question mark ណាអញ្ចឹងគឺទៅសេបាន what is your favorite food អញ្ចឹងនៅក្នុងនេះយើងអាចបំពេញមកដំបូងយើងរក question word ពាក្យសួរនេះណាបាទដាក់មកហើយយើងអាចទៅសេបានយ៉ាងម៉េចបាទយើងអាច pause វីដេអូនឹងសិនហើយសរសេរមុននឹងយើងឆែកចម្លើយដែលគ្រូផ្ដល់ឲ្យណាអញ្ចឹងយើងអាចសេមក what បាទ what are you okay what are you good at sport អីចឹងទៅណាឬក៏ what sport are you good at ចឹងទៅណាបាទយើងបង្កើតទៅឲ្យត្រូវនឹងទម្រង់សំណួរមកបានហើយណាហ្នឹងហើយបាទបន្តមកទៀតតាម 3 បាទ number 3 យើងអាចសេបានថាម៉េចហើយសេបានថា what do you បាទ what do you like doing បាទ what do you like doing in your free time ណា what do you like doing in your free time ហើយ question mark មកណាបាទហើយ number 4 អាចសេបានថាម៉េចយើងយក question word មក what បាទ what
នេះមាន done ចឹងដាក់ done មក what done ហើយ subject you ណា you នេះ what done you ហើយ verb មក verb យើងអីគេមាន like ណា what don't you like doing បាទ what don't you like doing in your free time what don't you like doing in your free time បាទយើងអាចសេចឹងមក number 5សេបានថាម៉េចនេះ what ណាយកពាក្យ what មកដំបូងនេះមកបាទ what ហើយ does បាទ what does your mom do ណា what does your mom do every day question mark ចឹងមកណាបាទយើងអាចសេចឹងមកហើយ C work in pair take turn to ask and answer the question in activity 6B ចឹងមកចឹងនៅពេលបង្កើតជា smooth ហើយយើងអាចសួរទៅមិត្តភ័ក្តិយើងណាបាទសួរមិត្តភ័ក្តិយើងមកឲ្យគាត់ឆ្លើយឲ្យឆ្លើយមកណាបាទ number 7 make a profile for your best friend បាទបង្កើតជា profile បែបនេះចឹងមកណាបាទនេះបាទ profile ហ្នឹងបើ Facebook វិញហៅគណនីណាបាទនេះលក្ខណៈអញ្ចឹង profile មានបង្កើតជាព័ត៌មានបែបហ្នឹងអញ្ចឹងណាហើយ draw his or her picture បាទគូរូបគាត់បាទគូមុខគូអីគូសក់អីចឹងមកណាបាទគូហើយbest friend យើងគិតថាណាជា best friend នៅក្នុងឋានៈហ្នឹងគូហើយដាក់ឈ្មោះគាត់មកអាយុគាត់បានទៅសួរគាត់ណា how old are you where do you live ណាwhat you good at អីចឹងទៅណា not good at អីហើយគាត់ like what do you like what don't you like ចឹងទៅណាសួរគាត់ចឹងមកសួរហើយគាត់យើងសួរគាត់ហើយយើងបំពេញមកអញ្ចឹងណាទៅសួរឲ្យបានគូបាន2នាក់អញ្ចឹងមកណាគូ2នាក់អញ្ចឹងមកហើយទៅសួរឲ្យយកមកបំពេញបាទអញ្ចឹងនៅក្នុងមេរៀន 1A យើងបានចប់ហើយតែប៉ុណ្្នឹងទេហើយជួបគ្នានៅមេរៀនក្រោយណាហើយកុំភ្លេច subscribe ហើយនិង share វីដេអូនេះផងបាទ goodbye